ចាជំរាបសួរថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនពីរបៀបក្នុងការប្រើប្រាស់ឆ្នាំងដាំបាយកាត់ជាតិស្ករមក SGP ណាបងប្អូនចាធានាគុណភាពជូនណាពេលបងប្អូនដាំបាយគឺមាន2ឆ្នាំងឆ្នាំងទី1គឺសម្រាប់យើងដាំបាយធម្មតាណាចាដាក់ដាំបាយធម្មតាសម្រាប់ឆ្នាំងដាំបាយធម្មតាពីបងប្អូនដាក់បាយដាក់អង្ករអីរួចហើយបងប្អូនបិទហើយគឺយើងចុចបងប្អូនចង់ដាំបាយជាលក្ខណៈមួយដូចថាធម្មតាឬក៏បងប្អូនចង់ដាំបាយលឿនបើនេះដាំបាយធម្មតាមិនមែនកាត់ជាតិស្ករណាបងប្អូនណាចំណុចនេះណាអញ្ចឹងបងប្អូនចាប់ផ្ដើមចុច start តែម្ដងណាបើសិនជាបងប្អូនយកឆ្នាំងដាំបាយធម្មតាឬក៏ដាំបាយលឿនណាអញ្ចឹងហើយយើងចុច start តែម្ដងចាហើយសម្រាប់ឆ្នាំងសម្រាប់កាត់ជាតិស្ករបងប្អូនដើម្បីកាត់ជាតិស្ករបងប្អូនប្រើឆ្នាំងទី2នេះឆ្នាំងទី2នេះដោយការដាក់អង្គលាងអង្គអីរួចអីហើយយើងដាក់ទឹកមកធម្មតាអញ្ចឹងមកហើយបងប្អូនជ្រើសរើសយកចំណុចទី8ណាចំណុចទី8សម្រាប់ការជ្រើសរើសគឺយើងចុចកន្លែងនេះដើម្បីឲ្យវាចូលដល់ចំណុចទី8ពេលបងប្អូនចុចដល់ចំណុចទី8ហ្នឹងហើយគឺចុចចាប់ផ្ដើម start តែម្ដងណាចុចចាប់ផ្ដើម start 1នាទីនេះលោតរហូតដល់ពេលគ្រប់ចំនួនហើយគឺវាបាយឆ្អិនដោយអូតូតែម្ដងណាចា